កសិ24ប្រជាជនខ្មែរគាំទ្រផលិតផលខ្មែរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីរបៀបក្នុងការធ្វើការបញ្ជាទិញទំនិញនៅលើគេហទំព័រកសិ24យ៉ាងខ្ញុំអញ្ចឹងតោះយើងចាប់ផ្ដើមដំបូងអ្នកទាំងអស់គ្នាអាចធ្វើការស្វែងរកផលិតផលដែលអ្នកទាំងអស់គ្នាចង់ទិញនៅក្នុងប្រអប់នេះក៏បានឬក៏ចូលមកក្នុង menu ផលិតផលនេះក៏បានដែរអញ្ចឹងខ្ញុំចូលទៅផលិតផល menu អញ្ចឹងវានឹងបង្ហាញព័ត៌មានផលិតផលទាំងអស់នៅលើផ្ទាំងមួយហ្នឹងអញ្ចឹងយើងអាចធ្វើការស្វែងរកទំនិញដែលយើងចង់ទិញនៅក្នុងនេះក៏វាមានប្រភេទទំនិញដែលយើងអាចទិញបានហើយមានទីតាំងរបស់កសិករយើងនៅកន្លែងនេះឧទាហរណ៍យើងចង់ទិញពីតកែវយើងចុចនៅតកែវទៅវានឹងបង្ហាញតែផលិតផលណានៅខេត្តតកែវទេតែបើយើងចង់ទិញនៅប្រទេសមានជ័យយើងចុចទៅគឺវាបង្ហាញតែផលិតផលណានៅខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះអញ្ចឹងកន្លែងនេះខ្ញុំចង់ទិញសាច់ស្រស់ខ្ញុំចុចសាច់ស្រស់នេះមកអញ្ចឹងវានឹងទិញព័ត៌មានសុទ្ធតែផលិតសាច់ស្រស់ទាំងអស់អញ្ចឹងទីតាខ្ញុំចង់ទិញមេមាន់ពងនេះទិញអញ្ចឹងនៅកន្លែងនេះពេលយើងចុចមកគឺវានឹងនាំមកព័ត៌មានលម្អិតរបស់ផលិតផលនឹងមួយអញ្ចឹងនេះគឺជាតម្លៃ 28,000 ក្នុង1គីឡូក្រាមតម្លៃនេះគឺអត់ទៀងទេទៅលើទីផ្សារជាក់ស្ដែងដែលកសិករយើងហ្នឹងគាត់ស្នើសុំក្នុងការបដូរតម្លៃអីណាមួយអញ្ចឹងទៅអញ្ចឹងក្រុមការងារយើងនឹងបដូរតម្លៃទៅតាមកសិករជើងគាត់ស្នើសុំហើយកន្លែងនេះក៏ដូចគ្នាដែរគឺចំនួនដែលអ្នកទាំងអស់គ្នាអាចទិញតិចបំផុតអញ្ចឹងកន្លែងនេះកសិករគាត់ថាគាត់នឹងលក់យ៉ាងទាបបំផុត2គីឡូក្រាមអញ្ចឹងក៏យើងដាក់ទៅតាមគាត់អញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាក៏ធ្វើការទិញអាចទិញបានទាបបំផុតទៅតាមអ្វីដែលកសិករយើងគាត់ស្នើសុំហើយកន្លែងនេះព័ត៌មានលម្អិតដែលគាត់ជម្រាបថាគាត់នឹងធ្វើដូចម្ដេចអញ្ចឹងនៅទីថាខ្ញុំមើលព័ត៌មានហ្នឹងហើយខ្ញុំគិតថាទំនងដែរអញ្ចឹងខ្ញុំអាចដាក់ចូលក្នុងកត្រកតំណែងរបស់ខ្ញុំហើយកន្លែងនេះយើងអាចមើលព័ត៌មានរបស់គាត់បានអញ្ចឹងកសិករដែលជាអ្នកលក់គាត់ឈ្មោះ Frost សុភាពអញ្ចឹងទៅគាត់នៅបន្ទាយមានជ័យហើយរយៈពេលដឹកជញ្ជូនមកអាច48ម៉ោងអញ្ចឹងពេលគាត់ដឹកមកគាត់មានក្លាសេគាត់មានអីចឹងមកស្អាតហ្នឹងទៅវាអត់ខូចគុណភាពសាច់ហ្នឹងទេអញ្ចឹងកន្លែងនេះខ្ញុំដាក់ចូលក្នុងកត្រកអូខេខ្ញុំដាក់ចូលក្នុងកត្រកបានជោគជ័យហើយអញ្ចឹងខ្ញុំអត់តន់ទឹកចូលទៅក្នុងកត្រករបស់ខ្ញុំទេខ្ញុំចង់ធ្វើការព្យាទិញទៀតខ្ញុំចុចទេបន្តការទិញអញ្ចឹងខ្ញុំចង់ទៅមើលក្នុង profile របស់កសិករឈ្មោះ Frost សុភាពហ្នឹងគាត់មានលក់អីទៀតអញ្ចឹងខ្ញុំចូលមកអញ្ចឹងខ្ញុំឃើញគាត់លក់ច្រើនអញ្ចឹងខ្ញុំចង់ឃើញកង្កែបនេះដូចតំណងខ្ញុំចង់ទិញកង្កែបថែមទៀតអញ្ចឹងកង្កែបនេះគាត់លក់តិចបំផុត1គីឡូហើយ1គីឡូតាម 16,000 រៀលទេខ្ញុំគិតថាតំណងខ្ញុំចង់ទិញ2គីឡូយកទុកដាក់2ហើយខ្ញុំដាក់ចូលក្នុងកត្រកទៀតហើយខ្ញុំចង់ទិញទៀតខ្ញុំអត់តន់នេះទេខ្ញុំចង់ទិញម្ដងទុកហូបឲ្យបានមួយអាទិត្យចឹងទៅចឹងខ្ញុំទិញឲ្យច្រើនចឹងខ្ញុំឃើញត្រីឆ្លូញគាត់នេះក៏តំណងខ្ញុំចង់ទិញត្រីនេះក៏ត្រីបូបណាខ្ញុំចង់ទិញអានេះចង់ទិញត្រីផ្ទុកនេះ2គីឡូដែរខ្ញុំចូលដាក់ក្នុងកត្រកអូខេខ្ញុំដាក់ចូលក្នុងកត្រកបានជោគជ័យអញ្ចឹងកុំឲ្យវីដេអូហ្នឹងវែងខ្ញុំទិញតែ3ផលិតផលហ្នឹងទេអញ្ចឹងខ្ញុំចូលទៅក្នុងកត្រកទំនិញអញ្ចឹងខ្ញុំឃើញ3ទំនិញ3ផលិតផលលំបាញ់ដែលខ្ញុំដាក់ចូលក្នុងកត្រកដែលមានមេមាន់ពងនេះចំនួន2គីឡូហើយកង្កែបនេះ2គីឡូដូចគ្នាហើយត្រីផ្ទុកនេះក៏ខ្ញុំទិញ2គីឡូដែរអញ្ចឹងសរុបរបស់ខ្ញុំគឺខ្ញុំអស់122,000អញ្ចឹងថ្លៃដែលគាត់ដឹកគឺគាត់ដឹកមកអស់ 10,000 ជាទូទៅកសិកររបស់យើងគាត់ផ្ញើមកតាមរយៈឡានក្រុងគឺពីប្រទេសមានជ័យមកតម្លៃ 10,000 ដូចជាមិនក្រោមហ្នឹងទេតែនេះគាត់ដាក់យកតម្លៃទូទៅហើយសេវាកម្មសេវាកម្មសម្របសម្រួលក្នុងការទិញរបស់ពួកយើងគឺយើងអត់គិតថ្លៃទេយើង free អញ្ចឹងអានេះគឺជាតម្លៃសរុបដែលពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវបង់មកឲ្យខាងកសិ24យើងខ្ញុំអញ្ចឹងបញ្ជាក់
មុនធ្វើការចុចបញ្ជាទិញនេះយើងដាច់ខាត់យើងត្រូវការ login account យើងមុនសិនយើង login ទៅទើបយើងអាចធ្វើការដំណើរការបញ្ជាទិញបានឥឡូវដោយសារខ្ញុំ login ហើយអញ្ចឹងខ្ញុំចុចដំណើរការបញ្ជាទិញយកតែម្ដងខ្ញុំចុចមកហើយនេះគឺជាលក្ខខណ្ឌបញ្ជាទិញរបស់កាហ្វេ24អញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាអាចអានលេងបន្តិចទៅប្រសិនបើអ្នកទាំងអស់គ្នាបានអានហើយអញ្ចឹងចុចខ្ញុំបានអាននិងយល់ព្រមអញ្ចឹងខ្ញុំចុចកន្លែងហ្នឹងមកអញ្ចឹងវាធ្វើការបញ្ជាទិញអញ្ចឹងការបញ្ជាទិញរបស់យើងបានជោគជ័យហើយអញ្ចឹងនេះគឺជាស្ថានភាពនៅពេលដែលយើងដាក់បញ្ជាទិញភ្លាមហ្នឹងគឺក្រុមការងារកាហ្វេ24គាត់នឹងធ្វើការពិនិត្យមើលការបញ្ជាទិញរបស់យើងគាត់នឹងផ្ទៀងផ្ទាត់ជាមួយកសិករតើតំណែងហ្នឹងមានអត់អញ្ចឹងណាបើសិនគាត់ផ្ទៀងផ្ទាត់ហើយអញ្ចឹងគាត់នឹង process ការទិញរបស់អ្នកទាំងអស់គ្នាហើយការបង់ប្រាក់របស់យើងគឺមិនទាន់បង់ប្រាក់ទេអញ្ចឹងការបង់ប្រាក់ក៏ដូចគ្នាយើងមានពីជំរើសឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាប្រើប្រាស់គឺទី1អ្នកទាំងអស់គ្នាអាចបង់ប្រាក់ឥឡូវនេះឬក៏បង់ប្រាក់ពេលបានតំណែងអញ្ចឹងខ្ញុំฝากបង់ប្រាក់ឥឡូវនេះខ្ញុំចុចមកអញ្ចឹងវានឹងចេញផ្ទាំងមួយដែលមាន QR code អាចឲ្យអ្នកទាំងអស់គ្នា scan QR code ហ្នឹងដើម្បីបង់ប្រាក់អញ្ចឹងកន្លែងនេះយើងត្រូវបង់ទឹកប្រាក់ចំនួន 132,000 តម្លៃតំណែងបូកជាមួយនឹងតម្លៃដឹកជញ្ជូនហើយធ្វើការ remark លេខបញ្ជាទិញរបស់យើងនេះលេខបញ្ជាទិញយើង remark អាហ្នឹងចូលទៅក្នុងការបង់ប្រាក់នៅលើ mobile app របស់យើងអញ្ចឹងយើង remark អាហ្នឹងដើម្បីឲ្យក្រុមការងារកាហ្វេ24គាត់ដឹងថា transaction បង់ប្រាក់មួយហ្នឹងសម្រាប់តំណែងមួយណាសម្រាប់ការបញ្ជាទិញមួយណាអញ្ចឹងនៅពេលដែលយើងបង់ប្រាក់ហើយយើងជ្រើសរើសបញ្ចូលឯកសារបង់ប្រាក់របស់យើងscreenshot អា transaction របស់យើងហ្នឹងអញ្ចឹងយើងធ្វើការ upload ចូលមកដាក់បញ្ចូលឯកសារនៅកន្លែងនេះអញ្ចឹងយើងចុចប៊ូតុងបញ្ចូលឯកសារបង់ប្រាក់ហ្នឹងទៅអញ្ចឹងប្រព័ន្ធវានឹង upload transaction អ្នកទាំងអស់គ្នាហ្នឹងទៅឲ្យក្រុមការងារកាហ្វេ24ដើម្បីគាត់ពិនិត្យមើលអញ្ចឹងការបង់ប្រាក់របស់យើងបានដាក់ស្នើបានជោគជ័យហើយអញ្ចឹងយើងមើលស្ថានភាពការបង់ប្រាក់របស់យើងគឺកំពុងរងចាំការពិនិត្យអញ្ចឹងក្រុមការងារកាហ្វេ24គាត់នឹងផ្ទៀងផ្ទាត់ transaction ហ្នឹងហើយបើសិនបើវាត្រឹមត្រូវហើយអញ្ចឹងគាត់នឹង process ការងារនឹងបន្តហើយអញ្ចឹងដើម្បីមកមើលtransaction ដែលខ្ញុំបានដាក់បញ្ជាទិញហ្នឹងយើងចុចលើឈ្មោះលេខទូរស័ព្ទរបស់យើងមកអញ្ចឹងនេះយើងឃើញយើងឃើញការបញ្ជាទិញរបស់យើងអញ្ចឹងយើងឃើញចំនួនទឹកប្រាក់ដែលយើងបានទិញហ្នឹងហើយស្ថានភាពរបស់វាយើងទិញមកពីខេត្តបន្ទាយមានជ័យកសិករឈ្មោះអីយើងទិញពេលណាអញ្ចឹងយើងមើលឃើញទាំងអស់ហើយយើងចង់មើលលម្អិតវិញយើងចង់ដឹងថាយើងទិញអីខ្លះអញ្ចឹងក្នុងនឹងវានឹងលិះឲ្យថាយើងបានទិញអីខ្លះអញ្ចឹងទៅអញ្ចឹងការបញ្ជាទិញនៅលើគេហទំព័រកាហ្វេ24គឺមានតែប៉ុណ្្នឹងបើសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាមានចម្ងល់អ្វីណាមួយគឺអាចទំនាក់ទំនងមកកាន់ក្រុមការងារកាហ្វេ24ដើម្បីពួកគាត់នឹងឆ្លើយពន្យល់ពុកម៉ែបងប្អូនទាំងអស់គ្នាបន្ថែមបាទសូមអរគុណ